សួស្តីពីកូនខ្ញុំទាំងទ្វេនេះទាំងទូចទាំងធំនឹងកាលពីខែ12ឆ្នាំមុននោះទេដែលល្ងារៀបចំចេញទៅខាងក្រៅហ្នឹងឯងឲ្យតែចុងអាទិត្យឡើយហ្នឹងមកដល់គឺអ្នកផ្ទះហ្នឹងគេថាយើងមកដំបងធម្មតាទេខ្លាចអត់សុកអញ្ចឹងណានាំទៅខាងក្រៅឲ្យស្គាល់ទៅនេះទៅនោះមានផ្សារ H Mart នេះមួយទីតាំងសាខាផ្សារកន្លែងហ្នឹងគឺកន្លែងសំណប់ចិត្តខ្ញុំហ្មងពេលយើងទៅដល់ដំបងរបៀបថាមានម្ហូបមហាស៊ីច្រើនទិញម្ទេសទិញអីបានមានជីមានអីអូនិយាយពីសបាយកាលហ្នឹងដូចជាត្រឡប់ទៅវិញហ្នឹងដូចជាមានទាំងល្ហុងខ្ចីទៀតណាបានធ្វើបុកល្ហុងបុកអីបន្លែផ្លែឈើអីគឺត្រូវចិត្តខ្ញុំខ្លាំងហ្មងអ្នកមានសាម៉ៅដលងដុតដលងអីទៅ H Mart ហ្នឹងគឺទៅឲ្យអត់ភ្លេចហ្មងណាគេមានឲ្យយើងភ្លក់អីនៅក្នុងសាលហ្នឹងតាមម៉ោងតាមពេលគេដែរទេដូចជាទិញក៏បានកាហ្វេវៀតណាមកញ្ចប់ចូលមកផ្ទះញ៉ាំឆ្ងាញ់និយាយទៅកូនពៅខែល្ងាវិចគ្នាទៅខាងក្រៅនិយាយទៅអើយសើទាំងកូនទូចកូនធំហ្នឹងដូចគ្នាគាត់មានប្រព័ន្ធភាពស៊ាំគាត់ខ្លាំងដែរណាមកដល់អាមេរិកនេះគឺខែល្ងាខែតិចធតកហ្មងជិងទៅខាងក្រៅខាងកលុំអើយប៉ុន្តែគាត់ចេះមានសុខភាពល្អដែរអត់អីបានស៊ាំខ្លួននឹងបរិយាកាសធាតុនៅអញ្ចឹងណាចេញមកពីផ្សារហ្នឹងមកក៏ទៅស៊ុបគេហៅស៊ុបសាបូរ៉ូដូចជាស្តៀងនឹងម្ហូបមហាស៊ុបយើងនៅកន្លែងសាបូរិនៅខ្មែរដែរហ្នឹងមានអីទេមានតែចងក្រងវីដេអូ memory ជាមួយគ្រួសារណាមួយទុកអនុស្សាវរីយ៍ល្អឲ្យកូនផងចូលចិត្តថតឋានៈណាជួបជុំគ្នាបងប្អូនចឹងចងចាំទីកន្លែងនេះធ្លាប់ទៅនេះបងថ្លៃខ្ញុំមកលេងហ្នឹងមានកូនគាត់ធ្វើបបរពោតធ្វើអីញ៉ាំគេជូនប្អូនគេទៅហ៊ានហងនេះមានបានក្រួយទៀត